តើភ្នំណាដែលមានទីតាំងនៅភាគនិរតីនៃប្រទេសកម្ពុជាចម្លើយដ៏ត្រឹមត្រូវគឺចម្លើយ B ជួរភ្នំក្រវាញទន្លេមេគង្គហូរចូលមកប្រទេសកម្ពុជាតាមរយៈខេត្តណាចម្លើយដ៏ត្រឹមត្រូវគឺចម្លើយ C ខេត្តស្ទឹងត្រែងតើលក្ខណៈពិសេសអ្វីដែលធ្វើឲ្យបឹងទន្លេសាបមានភាពល្បីល្បាញជាងគេនៅលើពិភពលោកចម្លើយដ៏ត្រឹមត្រូវគឺចម្លើយ B បឹងដែលមានចរន្តទឹកហូរប្រែទឹកតើប្រទេសកម្ពុជាស្ថិតក្នុងតំបន់អាកាសធាតុប្រភេទណាចម្លើយដ៏ត្រឹមត្រូវគឺចម្លើយ A អាកាសធាតុត្រូពិចមូសុងតើប្រទេសកម្ពុជាមានប៉ុន្មានរដូវក្នុងមួយឆ្នាំចម្លើយដ៏ត្រឹមត្រូវគឺចម្លើយ C ពីររដូវតើខេត្តណាខ្លះដែលស្ថិតនៅតំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជាចម្លើយដ៏ត្រឹមត្រូវគឺចម្លើយ A ខេត្តកោះកុងព្រះសីហនុកំពតនិងខេត្តកែបតើទន្លេសាបតភ្ជាប់រវាងអ្វីនិងអ្វីចម្លើយដ៏ត្រឹមត្រូវគឺចម្លើយ C ទន្លេមេគង្គនិងបឹងទន្លេសាបតើព្រៃឈើប្រភេទណាដែលដុះនៅតាមបណ្ដោយឆ្នេរសមុទ្រនៃប្រទេសកម្ពុជាចម្លើយដ៏ត្រឹមត្រូវគឺចម្លើយ B ព្រៃកោងកាងតើអង្គការអាស៊ានត្រូវបានបង្កើតឡើងនៅឆ្នាំណាចម្លើយដ៏ត្រឹមត្រូវគឺចម្លើយ B ឆ្នាំ1967តើប្រទេសកម្ពុជាចូលជាសមាជិកទីប៉ុន្មានរបស់អាស៊ានចម្លើយដ៏ត្រឹមត្រូវគឺចម្លើយ C ទី10តើទីក្រុងណាជារាជធានីរបស់ប្រទេសវៀតណាមចម្លើយដ៏ត្រឹមត្រូវគឺចម្លើយ B ទីក្រុងហាណូយតើប្រទេសណាជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលគ្មានព្រំប្រទល់ជាប់សមុទ្រចម្លើយដ៏ត្រឹមត្រូវគឺចម្លើយ B ប្រទេសឡាវតើកោះបាលីជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញរបស់ប្រទេសណាចម្លើយដ៏ត្រឹមត្រូវគឺចម្លើយ A ប្រទេសឥណ្ឌូនេស៊ីតើវាលទំនាបកណ្ដាលនៃប្រទេសកម្ពុជាល្បីល្បាញខាងផ្នែកអ្វីជាងគេចម្លើយដ៏ត្រឹមត្រូវគឺចម្លើយ B ការដាំដុះស្រូវ